ចឹងជាដំបូងសូមគោរពជម្រាបសួរលោកគ្រូហើយក៏ដូចជាសួស្តីដល់មិត្តភ័ក្តិទាំងអស់គ្នាចឹងថ្ងៃនេះដែរខ្ញុំនឹងមកធ្វើការបកស្រាយនៅ lab មួយដែលតាក់ទងទៅនឹង DNS server មានន័យថាក្នុងនោះគឺយើងមាន primary DNS server មួយហើយនិង secondary DNS server មួយដោយ SNS យើងមាន SNS 2តាក់ទងទៅនឹង SNS ទី1គឺដើរតួជា primary SNS ទី2គឺដើរតួជា secondary ដែលយើងប្រើប្រាស់ទៅលើបាញនៅលើ SNS 9ទាំងអស់ចឹងចំពោះ CentOS នៅក្នុង VMware ជាទូទៅ by default network adapter វាគឺជា NAT អញ្ចឹងបើសិនជា NAT អញ្ចឹងគឺយើងដំបូងគឺយើងចាប់ផ្ដើមដោយ install នៅ package របស់វាសិនអញ្ចឹងដោយ command របស់វាគឺមានន័យថាយើង log in ជា root user សិនមកបន្ទាប់មកយើងត្រូវវាយ command dnf install បាញ utils ហើយបន្ទាប់មកកន្លែងហ្នឹងវាត្រូវសួរ yes ហើយ no អញ្ចឹងយើងដាក់ yes មកប៉ុន្តែដោយសារតែខ្ញុំបាន install ហើយអញ្ចឹងខ្ញុំអត់ចាំបាច់ត្រូវ install ទៀតទេអញ្ចឹងនៅក្នុងការ install package នេះដែរគឺយើងត្រូវ install ទាំងពីរមានន័យថានៅលើ primary DNS server ហើយនិង secondary DNS server អញ្ចឹងបន្ទាប់ពីយើង install វាហើយយើងត្រូវ check ទៅលើ version របស់វាថាតើវាមាន version ប៉ុន្មានអញ្ចឹងកន្លែងហ្នឹងគឺcommand របស់វាមាន command ច្រើនអញ្ចឹងយើងអាចវាយ name_v ក៏យើងអាចដឹងថា version របស់វាប៉ុន្មានដែរគឺនេះគឺបន្ទាប់ពីយើង download បន្ទាប់ពីយើង install នៅ package របស់យើងហើយបញ្ជាក់គឺយើងត្រូវ install នៅលើ CentOS ទាំងពីរហ្នឹងបន្ទាប់ពីយើង install វាហើយគឺយើងចាប់ផ្ដើមត្រូវទៅដូរមានន័យថាយើងទៅដូរកន្លែង VM ហ្នឹងពី NAT ទៅ host only វិញព្រោះថាបើសិនជាយើងដាក់ NAT វាអត់ស្គាល់គ្នាទេអញ្ចឹងយើងត្រូវដូរដាក់កន្លែងនេះទៅជា host only វិញមានន័យថាជា private network share with the host អញ្ចឹងមានន័យថាយើងត្រូវដូរ host only ទាំងពីរមានន័យថាទាំង CentOS ទី1ទាំង CentOS ទី2អញ្ចឹងបន្ទាប់ពីយើងដូរហើយយើងត្រូវ check មើល IP របស់វាបន្ទាប់ពីយើង check មើល IP ដូចដែលបានឃើញប៉ុន្តែជាទូទៅនៅពេលដែលយើងដូរដំបូងអញ្ចឹងវាអត់មាន IP ទេប៉ុន្តែដោយសារតែខ្ញុំបានដាក់ហើយអញ្ចឹងវាមាន IP ប៉ុន្តែបើសិនជាវាអត់មាន IP ទេគឺយើងត្រូវចូលទៅដាក់ IP នៅក្នុង nm TUI អញ្ចឹងបន្ទាប់ពីយើងចូលមកគឺកន្លែងនេះវាឲ្យ select option អញ្ចឹង select option ចំពោះoption ទី1គឺយើង enter វាមកព្រោះថាយើងត្រូវ edit connection ហើយដោយសារតែ interface របស់ខ្ញុំហ្នឹងnetwork របស់ខ្ញុំហ្នឹងគឺ ENS 36ប៉ុន្តែបើសិនជាអ្នកផ្សេងគឺអាចនឹងខុសពីហ្នឹងអញ្ចឹង ENS 36 NAT គឺខ្ញុំ enter អញ្ចឹងដើមឡើយគឺអានេះវាជា automatic មានន័យថា IPv4 របស់វាគឺ automatic អញ្ចឹងយើងត្រូវដូរពី auto ទៅជា manual វិញហើយយើង assign IP ដោយខ្លួនឯងអញ្ចឹងនៅក្នុងការ set up នេះដែរគឺចំពោះ primary DNS server របស់យើងគឺ subnet គឺ 192.168.10.10/24 ហើយយើងមាន gateway មួយជា10មានន័យថា subnet យើងគឺ10ចុចអញ្ចឹងឲ្យតែ network 10ចុចគឺអាច ping ស្គាល់គ្នាអញ្ចឹង gateway របស់យើងគឺ 10.1 បន្ទាប់ពីយើងធ្វើហើយគឺយើងត្រូវចុចកន្លែង OK បន្ទាប់មកយើងកន្លែងនេះយើង back ទៅវិញមកបន្ទាប់មកយើងត្រូវចូលកន្លែង activate a connection អញ្ចឹងកន្លែងនេះដែរគឺវាជាកន្លែងសំខាន់ព្រោះថាបន្ទាប់ពីយើងត្រូវដូរ IP ហើយគឺយើងត្រូវ deactivate ហើយនិង activate វាវិញអញ្ចឹងយើងដូច restart វាឡើងវិញអញ្ចឹងបន្ទាប់ពីយើងដាក់ហើយអីហើយគឺយើង back វាមកវិញមកបន្ទាប់ពីយើង back វាមកវិញហើយយើងរកពាក្យ OK យើងរកពាក្យ OK មកហើយបន្ទាប់មកយើងចុចទៅលើ OK អញ្ចឹងបន្ទាប់មកយើងត្រូវ verify វាថាតើIP របស់យើងនឹងគឺដាក់រួចរាល់ហើយឬនៅអញ្ចឹងយើងវាយ command IP add មកគឺយើងប្រកាសជាឃើញ IP របស់យើងដែលយើងដាក់នឹងហើយអូខេអញ្ចឹងបន្ទាប់ពីយើងឃើញហើយយើងចូលទៅ CentOS មួយទៀតហើយយើងដាក់ដូចគ្នាមានន័យថា step ដូចគ្នាប៉ុន្តែគ្រាន់តែថាដូរ IP ហ្នឹងទៅជា 10.20 វិញបន្ទាប់ពីយើងដូរដាក់ 10.20 ដូចកន្លែងនេះខ្ញុំនឹងបង្ហាញឲ្យមើលអញ្ចឹងមានន័យថាអញ្ចឹងមានន័យថាយើងដាក់នេះមានន័យថាកន្លែងនេះគឺ IP របស់
secondary DNS server គឺ 10.20 ដល់ពេល primary យើងគឺ 10.10 អញ្ចឹងឥឡូវមុននឹងយើងទៅជំហានបន្ទាប់យើងត្រូវ ping វាសិនថាតើ connection ពីរហ្នឹងវាស្គាល់គ្នាអត់អញ្ចឹងចំពោះ secondary DNS server គឺ 0.20 អញ្ចឹងយើងត្រូវ ping ទៅ 0.20 អញ្ចឹងចំពោះ network ពីរហ្នឹងគឺវាស្គាល់គ្នាអញ្ចឹងវាមានភាពល្អមែនទែនហើយចំពោះ SNS ពីរហ្នឹងយើងមិនចាំបាច់ ping ក៏បានដោយសារតែយើង ping ពីម្ខាងទៀតចូលហើយអញ្ចឹងពីម្ខាងទៀតក៏វា ping ចូលដូចគ្នាដែរអញ្ចឹងយើងអត់ចាំបាច់ ping ទេបន្ទាប់ពីហ្នឹងមកគឺយើងត្រូវ verify មួយចំណុចទៀតតាក់ទងទៅនឹងDNS service មានន័យថាម៉េចមានត្រូវថាយើងត្រូវមាន comment មួយតាក់ទងទៅនឹងCTL status name កន្លែងនេះគឺត្រូវប្រកាសថាវាត្រូវចេញជា active running បែបហ្នឹងហើយ service វាគឺ enable មានន័យថាតើតែចេញenable ហើយនឹង active running ទើបមានន័យថា DNS server ហ្នឹងគឺកំពុងតែបើកដំណើរការនេះគឺជាការ check មួយទៀតបន្ទាប់ពីនឹងមកយើងត្រូវ check ទៅលើ CentOS ទី2ដូចគ្នាមានន័យថាតើតាវា active running enable ដូចគ្នាបានយើងអាចទៅមុខបន្ទាប់ទៀតបានបន្ទាប់ពីយើងមើលអាហ្នឹងហើយយើងចាប់ផ្ដើមចូលទៅក្នុង configuration file របស់ DNS អញ្ចឹងមានន័យថាម៉េចទី1គឺយើងត្រូវចូលទៅក្នុង file មួយដែលមានឈ្មោះថាដោយសារតែ file ហ្នឹងគឺវាស្ថិតនៅក្នុង etc អញ្ចឹងយើងត្រូវចូល nano/etc មកហើយឈ្មោះវាគឺ name.conf អញ្ចឹងនៅក្នុងហ្នឹងគឺវាបាន store មានន័យថាវា store ទៅលើ comment តាក់ទងទៅនឹង DNS server របស់យើងអញ្ចឹងនៅក្នុងការដូរជំហានដំបូងគឺតាក់ទងទៅនឹង listen on port 53ប៉ុន្តែសូមបញ្ជាក់តាមពិតកន្លែងហ្នឹងគឺយើងត្រូវបើក firewall ដូចគ្នាមានន័យថានៅក្នុង CentOS server ហ្នឹងយើងត្រូវបើកទៅលើ firewall ដើម្បីឲ្យវា ping ស្គាល់គ្នាកន្លែងហ្នឹងខ្ញុំភ្លេចបញ្ជាក់អញ្ចឹងជប់បកទៅវិញសិនមានន័យថាអញ្ចឹងមានន័យថា comment ហ្នឹងគឺយើងត្រូវមាន firewall មានយើងត្រូវមាន comment មួយតាក់ទងទៅនឹង firewall នេះគឺយើងមាន comment នេះមានន័យថាយើងត្រូវបើក firewall របស់ CentOS សិនអញ្ចឹងយើងត្រូវបើកទាំងពីរទាំង CentOS ទាំង primary DNS server ហើយនិង secondary DNS server អញ្ចឹងយើងវាយ comment ហ្នឹងហើយបន្ទាប់មកយើងវាយ comment មួយទៀតមកគឺ reload បន្ទាប់មកយើងវាយទាំងពីរ server ហ្នឹងមកហើយបានយើងចាប់ផ្ដើម ping គ្នាទៅអាហ្នឹងអាចស្គាល់គ្នាបន្ទាប់ពីហ្នឹងមកយើងត្រូវវាយ comment មួយតាក់ទងទៅនឹង nano ដើម្បីចូលទៅនឹង configuration file បន្ទាប់ពីហ្នឹងមកយើងត្រូវដូរនៅពេលដែលយើងដូរអា firewall ហ្នឹងមានន័យថាវាបើក port ទៅលើ 53 អញ្ចឹងបើក port លើ 53 អញ្ចឹងកន្លែងនេះវាមាន IP address មួយប៉ុន្តែយើងអត់ត្រូវដាក់វាទេមានន័យយើងត្រូវដាក់ any មានន័យ IP address ណាក៏វាអាចaccess បានហើយកន្លែងនេះ allow query ហ្នឹងក៏យើងដូរពី IP address ទៅដាក់ any ដូចគ្នាបន្ទាប់ពីហ្នឹងមកចំណុចដែលសំខាន់មួយទៀតគឺតាក់ទងទៅនឹង zone នេះគឺអានេះជា domain name របស់យើងអញ្ចឹងយើងចង់ដាក់អីដាក់ទៅខ្ញុំដាក់កន្លែងនេះខ្ញុំដាក់ panya.com ថែបនេះជា master ដោយសារតែ master ហ្នឹងដោយសារអីដោយសារតែវាជា primary DNS server អញ្ចឹងបើយើងនិយាយខ្លីវាជា original DNS server អញ្ចឹងវាជា main អញ្ចឹងយើងត្រូវដាក់ថែបរបស់វាជា master ដោយសារយើងនៅឈរជើងទៅលើ primary DNS server អញ្ចឹងកន្លែងហ្នឹងដាក់ថែប master ហើយកន្លែងនេះឈ្មោះ file អញ្ចឹងឈ្មោះ file ហ្នឹងយើងអាចដាក់មិនក៏បានដែរមានន័យថា file ហ្នឹងនៅពេលដែលវាចូលទៅកាន់secondary DNS server វានឹង load ឈ្មោះ file ហ្នឹងនៅពេលដែលយើង check file នៅក្នុង secondary DNS server អញ្ចឹងកន្លែងហ្នឹងខ្ញុំដាក់ឲ្យស្រួលចំណាំគឺដាក់ forward នៅ IP របស់ខ្ញុំ panya.com ហ្នឹងទៅដើម្បីឲ្យទៅដល់ secondary DNS server គឺវាមានភាពងាយស្រួលនៅក្នុងការមើលហើយកន្លែង allow transfer នេះគឺយើងដាក់នៅ IP របស់ secondary DNS server អញ្ចឹង IP របស់ DNS server របស់យើងគឺ 10.20 អញ្ចឹងកន្លែងនេះយើងត្រូវដាក់ 10.20 ហើយ make sure ថាcomma ហើយនឹង semicolon ហើយនឹងក្បៀសហ្នឹងវាមានការដាក់ត្រឹមត្រូវបន្ទាប់ពីហ្នឹងមកយើង control O យើង enter ហើយបន្ទាប់មកយើង control X ចេញវិញមកហ្នឹងយើងចេញពី file configuration file ហ្នឹងហើយបន្ទាប់ពីហ្នឹងមកយើងត្រូវcat មើលវាសិន cat មើលអា file ដែលយើងបានwait
នៅណា forward អូមួយទៀតអញ្ចឹងមុននឹងយើងចូលដល់ cat ហ្នឹងយើងត្រូវមាន comment មួយដែលតាក់ទងទៅនឹងចុំភ្លេច comment អញ្ចឹងយើងត្រូវមាន comment មួយដែលតាក់ទងទៅនឹងមានន័យថាយើងត្រូវបើក file ចូលទៅកាន់ forward var name ហ្នឹងសិនអញ្ចឹងឥឡូវយើងចូលទៅកាន់ក្នុង file ហ្នឹងហើយនៅក្នុង file របស់ forward.panya.com របស់យើងហ្នឹងគឺយើងត្រូវសរសេរ script ប៉ុណ្នេះអញ្ចឹង script ប៉ុណ្ណឹងគឺអានេះវាសំខាន់មែនតើអញ្ចឹងយើងត្រូវដឹងថាតើ TTL ហ្នឹងគឺជាអីគេអញ្ចឹង TTL ហ្នឹងវាជា time to life មានន័យថារយៈពេលដែល DNS ហ្នឹងអាច record នៅក្នុង cache អញ្ចឹងអាហ្នឹងជា time to life អញ្ចឹងអាហ្នឹងយើងដាក់ជា default របស់វាគឺ 86400 បន្ទាប់មក SOA នេះវាមានន័យថា start of authority អញ្ចឹងអានេះយើង ns1 example អញ្ចឹងមក admin.example.com អញ្ចឹងមកអញ្ចឹងនៅពេលដែលវាចេញជា output អាហ្នឹងវាប្រកាសជាចេញ ns1.panya.com ហើយនឹង admin.panya.com អាហ្នឹងនៅចំណុចបន្ទាប់អាហ្នឹងយើងនឹង check ទៀតហើយកន្លែងនេះយើង make sure ថាយើងដាក់ IP របស់យើងត្រឹមត្រូវហើយអាកន្លែងនេះ in a នេះ ns1 in a ហ្នឹងអញ្ចឹងns ហ្នឹងគឺវាមានន័យថា ns ហ្នឹងគឺវា record នៅ specific របស់ authority ណាមួយដែលនៅក្នុង domain name របស់យើងបន្ទាប់មកទៀតយើងវាយ script ប៉ុណ្ណឹងហើយយើង save វាយើង enter ហើយបន្ទាប់មកយើង control x ចេញវិញមកបន្ទាប់មកយើងត្រូវcat វាមើលថាតើការសរសេររបស់យើងហ្នឹងគឺវាត្រឹមត្រូវឬទេអញ្ចឹងយើងត្រូវ cat មក cat វាគ្រាន់តែ cat វាធម្មតាមក forward វាធម្មតាមកអូខេវាត្រឹមត្រូវហើយអញ្ចឹងយើងត្រូវ check configuration អញ្ចឹង name check មុននឹងយើងហើយមួយទៀតមុននឹងយើង check គឺយើងត្រូវចូលទៅកាន់ channel F2 យើងភ្លេចទៅមានន័យថាកន្លែងហ្នឹងគឺយើងត្រូវវាយ script ដែរគឺ /etc/name.com អញ្ចឹងកន្លែងហ្នឹងក៏យើងត្រូវដូរនៅក្នុង secondary DNS server ដូចគ្នាមានន័យថាកន្លែងហ្នឹងគឺយើងដូរទៅ any port 53នេះហើយកន្លែងនេះក៏យើងត្រូវដូរទៅ any ដែរប៉ុន្តែខុសគ្នាត្រង់ថា secondary DNS server គឺកន្លែងនេះត្រូវដាក់ type របស់វាគឺជា slave អញ្ចឹង file ហ្នឹងគឺស្ថិតនៅក្នុង slave ឈ្មោះថា forward.panya.com ហើយ master ហ្នឹងគឺមានន័យថាវាមកពី primary ពី original DNS server របស់យើងហ្នឹងបន្ទាប់ពីយើងធ្វើហើយគឺយើង control O enter control X ចេញមកវិញមកបន្ទាប់មកនៅក្នុង CentOS ហ្នឹងគឺយើងត្រូវ run command មួយដើម្បីឲ្យវាស្គាល់មានន័យថាយើងត្រូវ run command nameit check zone nameit check zone panya.com/var/name មានន័យថាវារុញនៅអា file របស់យើងហ្នឹងទៅកាន់ secondary DNS server របស់យើងហ្នឹងបន្ទាប់មកទៀតប៉ុន្តែមុននឹងដល់ step ហ្នឹងគឺយើងត្រូវដាក់នៅគេហៅថា file restriction របស់យើងសិនអញ្ចឹងកន្លែងហ្នឹងគឺយើង set file ហ្នឹងគឺ owner វាជា root ហើយបន្ទាប់មក C mode របស់វាហ្នឹងគឺ640បន្ទាប់មកទៀតបានយើងដាក់ check zone ហ្នឹង nameit check zone example.com/var/name forward.panya ទៅតែដោយសារតែយើងសរសេរហើយអញ្ចឹងយើងអត់ចាំបាច់ដាក់វាទៀតទេបន្ទាប់ពីយើង run command ហ្នឹងហើយយើងត្រូវ run command systemctl restart name អញ្ចឹងបន្ទាប់ពីយើង run អាហ្នឹងហើយ
អញ្ចឹងនៅក្នុងនេះវាប្រកាសជាទទួលបាន file មួយគឺឈ្មោះថា forward.banya.com ហើយអញ្ចឹងមានថា file ហ្នឹងគឺអឺយើង ls វាមើលទៅអញ្ចឹង file កន្លែងហ្នឹងដូចជាខ្ញុំធ្លាប់បានហើយនេះមានថា file ហ្នឹងគឺនៅក្នុង slave អញ្ចឹងនៅពេលដែលយើង run មកគឺវាប្រកាសជាចេញ forward.banya.com បន្ទាប់ពីយើង run វាហើយកន្លែងហ្នឹងគឺមានន័យថាវា90% នៅក្នុងការធ្វើរបស់យើងហ្នឹងគឺវាត្រឹមត្រូវហើយអញ្ចឹងយើងត្រូវ check នៅ configuration របស់យើងមួយទៀតគឺតាក់ទងទៅនឹងname.check con អូខេហើយបន្ទាប់មកទៀតយើងអាច run នៅverify zone បានមានន័យថាអញ្ចឹងមានន័យថាយើងវាយ verify DNS resolution comment វា add មានន័យថាយើងចូលទៅ192.168.10.10 www.banya.com អញ្ចឹងដូចដែលយើងបានឃើញនេះកន្លែង answer section ហ្នឹងគឺ www.banya.com ហើយ IP របស់យើងគឺ 192.168.10.10 ហើយទៅដល់ CentOS ទី2ហ្នឹងយើងវាយ comment ដូចគ្នាមានន័យថាយើងវាយ dig add 192.168.10 តែអានោះចុច20 www.banya.com អញ្ចឹងកន្លែងនេះគឺ answer section វា 10.10 មានន័យថាវានៅតែជាបោះ original DNS server ដែលជា primary របស់យើងហ្នឹងអញ្ចឹងកន្លែងនេះតតែចេញ 10.10 ដូចគ្នាបានមានន័យថាយើងធ្វើត្រូវអញ្ចឹងកន្លែងហ្នឹងបន្ទាប់ពីយើង check ហើយគឺវាត្រូវហើយមានន័យថាការធ្វើរបស់យើងហ្នឹងគឺវាមានភាពត្រឹមត្រូវហើយអញ្ចឹងជាចុងក្រោយសូមអរគុណលោកគ្រូហើយក៏ដូចជាអរគុណដល់អ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះអរគុណ